បន្ទាប់ពីពួកយើងបានទស្សនាសប្បាយរីករាយជាមួយនឹងគំនូរខ្សាច់ពណ៌សរួចមកយើងបានធ្វើដំណើរត្រឡប់មកទស្សនានិងមើលជីវិតប្រចាំថ្ងៃរបស់បងប្អូននៅមួយនេះគឺការនេសាទបែបបុរាណរបស់ពួកគាត់ហើយនៅតាមដងផ្លូវនេះយើងក៏ឃើញមានគំនូរខ្សាច់ដែលជាគំនូរខ្សាច់ពណ៌ក្រហមខុសប្លែកពីគំនូរខ្សាច់ពណ៌សដែលយើងបានទៅលេងហើយបងប្អូនមួយចំនួននេះគាត់មកគាត់ទៅមិនដល់គំនូរខ្សាច់ពណ៌សទេគាត់មកលេងត្រឹមតែគំនូរខ្សាច់ពណ៌ក្រហមព្រោះវាក៏មានសម្រស់និងភាពប្លែកមិនចាញ់ពីគំនូរខ្សាច់ពណ៌សប៉ុន្មានដែរអ្នកលក់ទេសចរគេតែងតែព្យាយាមនាំឲ្យយើងទៅលេងគំនូរខ្សាច់ពណ៌សគំនូរខ្សាច់ពណ៌ក្រហមក៏ប៉ុន្តែបើតាមការគិតរបស់អាត្មាដោយលោកអ្នកបានឃើញហើយខាងឆ្វេងដៃហ្នឹងអាត្មាថាការដែលបានជិះឡានស៊ីចាស់តាមផ្លូវមាត់សមុទ្របានមើលទេសភាពសមុទ្រឃើញខាងស្ដាំដៃភ្នំនេះជាភ្នំខ្សាច់ទេខ្យល់បក់ខ្សាច់មកច្រើនទៅក៏កើតបានជាភ្នំខាងសមុទ្រដូច្នេះរដ្ឋាភិបាលគេបានធ្វើរបាំងស្ដាំដៃសនេះធ្វើពីថ្មក្រានីតថ្មថ្លានដើមដើម្បីការពារការហូរចម្រៀងមករបស់ខ្សាច់ដើម្បីរក្សាផ្លូវហើយឆ្វេងដៃជាសមុទ្រដូច្នេះការលូកទេសចរអាត្មាគិតថាបើសិនជាមានការបើករថយន្តយឺតឲ្យបងប្អូនអ្នកទេសចរនោះបានទស្សនាផ្លូវតាមដងសមុទ្រនោះស្អាតមែនទេនៅតែហើយនេះពួកយើងកំពុងតែស្ថិតនៅលើផ្លូវកំពុងតែធ្វើដំណើរទៅតំបន់មួយដែលគេហៅថាតំបន់ឡាំងចាយហ្នឹងភាសាវៀតណាមដូចជាភូមិអ្នកនេសាទអញ្ចឹងប៉ុន្តែទីនេះមានភាពតាក់ទាញភ្នែករបស់ភ្ញៀវអ្នកទេសចរដោយសារការនេសាទនៅទីនេះខាងរដ្ឋាភិបាលវៀតណាមខាងរដ្ឋវៀតណាមហ្នឹងគេតម្រូវឲ្យប្រជាជនទាំងអស់នៅរក្សារូបបែបនេសាទដូចដើមអញ្ចឹងសូម្បីតែការប្រើឧបករណ៍នេសាទក៏ប្រើឧបករណ៍នេសាទបែបបុរាណដែរហើយស្ថិតនៅក្នុងកន្លែងស្ថិតនៅក្នុងចំណុចដែលគេរៀបចំទុកឲ្យដោយលោកអ្នកបានឃើញស្រាប់នៅក្នុងវីដេអូអញ្ចឹងនៅតំបន់ខ្លះកន្លែងខ្លះគេទុកឲ្យមានសោភ័ណភាពបរិស្ថានល្អមិនអាចឲ្យមានទូកនេសាទឬបងប្អូនធ្វើការចរាចរណ៍ទូកនេសាទទៅមកបានទេតែកន្លែងខ្លះទៀតគេចាត់ឲ្យមានជាតំបន់ចតទូកជាតំបន់ផ្លាស់ប្ដូរជលផលជាកន្លែងធ្វើការនេសាទនៅទីក្រុងមួយនេះនៅខេត្តផាន់ធាតនេះតាមអាត្មាសង្កេតមើលទៅប្រជាជននៅទីនេះក្រៅពីមានការធ្វើផ្ទះសំណាក់បឹងកាឡូសខាគារដែលជាការវិនិយោគលំលុយធំក្រៅពីនោះអាជីពសំខាន់របស់ពួកគេគឺការនេសាទភាគច្រើនប្រជាជនទីនេះត្រូវមានទូកផ្ទាល់ខ្លួនដើម្បីប្រកបអាជីវកម្មក្នុងការចិញ្ចឹមជីវិតប្រចាំថ្ងៃគឺការនេសាទសមុទ្រនេះយើងមកភូមិអ្នកនេសាទដើម្បីមកមើលការនេសាទបែបបងប្អូនអ្នកទីក្រុងផាន់ធាតនៅទីនេះគេប្រើទូកដែរតែជាទូកមូលពូខាងមុខនេះជាតំបន់ឡាំងចាយហើយឥឡូវយើងមកដល់កន្លែងឡាំងចាយហើយយើងឃើញប្រជាជនអ្នកទស្សនាអ្នកទេសចរក៏គាត់មកច្រើនដែរឡានដែលឃើញចតនេះគឺជាឡានបងប្អូនអ្នកទេសចរមកនេះលោកអ្នកឃើញស្រាប់ហើយអានេះយើងមើលពីលើខ្នល់ទៅនៅត្រង់នេះទឹករលកមិនធំទេស្ងាត់និងល្អដូច្នេះជាកន្លែងល្អសម្រាប់ឲ្យបងប្អូនជនជាតិវៀតណាមហ្នឹងគេមកធ្វើការនេសាទនៅទីនេះហើយខាងលើគោកដែលយើងឃើញមានបាំងឆ័ត្រដែលមានមនុស្សម្នាទៅមកដើរមកហ្នឹងសិតតែពួកបងប្អូនដែលអ្នកមកទទួលទិញចែកចាយជលផលពីការនេសាទសមុទ្រហើយខាងលើហ្នឹងក៏មានអ្នកដើរស្លៀកពាក់ស្អាតបាតកាន់កាមេរ៉ាហ្នឹងសិតតែភ្ញៀវទេសចរពេលខ្លះក៏ពួកអឺរ៉ុបទៅពេលខ្លះក៏ពួកអាស៊ីរបស់យើងគាត់ចាប់អារម្មណ៍ហើយគាត់ចង់មើលថ្ងៃខ្លះល្អមើលមែនទែនដោយយើងឃើញមានទូកច្រើនហើយទូកមូលហ្នឹងគេហៅធុងហ្នឹងអាទូកហ្នឹងទូកបុរាណរបស់គេហើយពីដើមគេប្រើចែវនឹងដៃតែឥឡូវគេច្នៃដាក់ម៉ាស៊ីនហើយបងប្អូនពួកអឺរ៉ុបឬក៏វៀតណាមមកពីតំបន់ផ្សេងមកពីជើងមកពីត្បូងហ្នឹងគេមកចូលចិត្តមកថតរូបចូលចិត្តមើលហើយបងប្អូននៅតំបន់ខ្លះដែលអ្នកទេសចរជាជនជាតិវៀតណាមហ្នឹងចុះទៅទេសចរហើយទិញតែម្ដងទិញយកមកកន្លែងនៅទីនេះมันជាអ៊ូអរញ៉េរញ៉ៃគួរឲ្យធុញដោយដែលយើងគិតទេគឺស្ងប់ស្ងាត់ល្អมันជាប្រហែលទេយួនគេនិយាយគ្នាស្រួលគេនិយាយគ្នាធម្មតាมันញៀវញ៉ាវដូចយើងគិតទេហើយបើយើងឈរមើលពីលើច្រាំងពីលើខ្នល់ឯមាត់សមុទ្រនេះយើងបែរយើងត្រឡប់ឃើញជាភាពស្ងប់ស្ងាត់
នេះភូមិអ្នកនេសាទនេះតំបន់អ្នកនេសាទវិញពោមិនថាអាត្មាបានធ្វើដំណើរទៅដល់ទីណាទេតែតែឃើញមនុស្សម្នានៅក្នុងតំបន់ហ្នឹងប្រឹងប្រែងប្រកបមុខរបរចិញ្ចឹមជីវិតទាំងនេះក៏សុទ្ធតែទូនាទីរៀងខ្លួនម្នាក់ខិតខំប្រឹងប្រែងទៅតាមសមត្ថភាពនិងទៅតាមទូនាទីអាជីវកម្មរបស់ខ្លួនហើយដោយលោកអ្នកបានឃើញហើយទីនេះអញ្ចឹងពួកគាត់ប្រឹងប្រែងក៏ព្រោះតែដើម្បីជីវិតប្រចាំថ្ងៃរបស់ពួកគាត់ហើយជាចុងក្រោយនេះអាត្មាភាពសូមជូនពរឲ្យបងប្អូនដែលរស់នៅលើភពផែនដីនេះប្រកបអាជីវកម្មកុំបៀតបៀនគ្នាកុំធ្វើបាបគ្នាទៅវិញទៅមកអីយើងរកស៊ីចិញ្ចឹមជីវិតដោយសុចរិតទាំងអស់គ្នាដើម្បីផ្គត់ផ្គង់ជីវិតដ៏ខ្លីរបស់យើង